បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមករៀងយឺតតិចបងប្អូនប៉ុន្តែនឹងព្យាយាមមកពួកអីរវល់ការងារច្រើនពេកបងប្អូនអត់មានពេលវេលាសោះអញ្ចឹងហើយចេះឆ្លៀតបន្តិចបងពេកបើតែយឺតក៏នៅតែមកដែរបងប្អូនបាទថ្ងៃនេះគឺអត់មានអីទេបងប្អូនមានតែញោមជ្រក់ស្ពៃបងប្អូនបាទជាជំហានដំបូងនោះគឺយើងហាន់ជ្រក់ស្ពៃហាន់ជាកង់ខ្លីៗល្មមមកបងប្អូនហើយបន្ទាប់មកយើងចាត់ខ្ទឹមសខ្ទឹមក្រហមចាត់ចំណិតស្ដើងផ្ទះបងប្អូនហើយព្រមទាំងហាន់ម្ទេសខ្ចីម្ទេសទុបម្ទេសខ្ចីម្ទេសទុំលាយគ្នាអាម្ទេសទុំប៉ុន្តែម្ទេសស្រស់បងប្អូនហាន់កង់កណាត់ខ្លីៗមកហើយបន្ទាប់មកយើងហាន់ស្លឹកជីអាណាយើងហើយនឹងជីក្រហមហាន់ត្រៀមទុកបងប្អូនបាទបន្ទាប់ពីយើងហាន់ជ្រក់ស្ពៃរួចរាល់ហើយយើងហាន់ម្ទេសខ្ចីម្ទេសទុំរួចរាល់អស់ហើយស្លឹកជីស្លឹកខ្ទឹមអីហើយនឹងខ្ទឹមសខ្ទឹមក្រហមអីរួចរាល់អស់ហើយយើងក៏ចាប់ដើមចាក់ចូលគ្នាមកហើយក៏ចាប់ដើមផ្សំគ្រឿងមកបងប្អូនមានប៊ីចេងបន្តិចមកស្ករបន្តិចមកហើយក៏ច្បល់ចូលគ្នាឲ្យវាលាយស្ករប៊ីចេងបងប្អូនបាទរបៀបញោមនេះគឺយើងញោមច្បល់ចុះច្បល់ឡើងច្បល់ចុះច្បល់ឡើងឲ្យរាងយូរបន្តិចបងប្អូនបើមិនចឹងទេស្ករប៊ីចេងវាអត់ទៅលាយបងប្អូនអញ្ចឹងយើងច្បល់វារាងយូរបន្តិចណាបាទយើងច្បល់ចុះច្បល់ឡើងរាងយូរបន្តិចឃើញថាស្ករប៊ីចេងវាទៅលាយចូលគ្នាអស់ហើយយើងក៏ភ្លក់មើលទៅបងប្អូនបើថាល្មមហើយក៏មានតែប៉ុណ្ណឹងហើយវីដេអូនេះអត់មានអីច្រើនទេបងប្អូនគឺមករៀងបញ្ញាល់ពួកអីវាយប់ហើយជ្រុលពេលហើយបងប្អូនគឺមានតែញោមជ្រក់ស្ពៃហ្នឹងឯងហើយវិធីញោមគឺបែបហ្នឹងឯងបងប្អូនអត់មានអីច្រើនទេសង្ឃឹមថាបងប្អូនអធិស្ឋាននៅរាល់កំហុសឆ្គងទាំងកន្លែងណាអីមិនសមរម្យបងប្អូនហើយសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយជាបន្តទៀតកុំភ្លេចជួយចុច like ចុច share ហើយនិង comment អ្នកមួយផងបងប្អូនបាទបើបងប្អូនតលគំនិតថានឹករោមហូបអីមិនឃើញអានេះជាវិធីលឿនបំផុតអាចដោះស្រាយមុខម្ហូបមកពេលបានបងប្អូនអាចដោះតល់បានមួយគ្រាហើយចំណាយតិចក៏ឆ្ងាញ់ផងដែរបងប្អូន